រឿងព្រេងតេតងទៅនឹងប្រវត្តិព្រះកម្បិតស្ដាំសូមរៀបរាប់គោរពតាមដឹងរឿងតគ្នាជាយូរអង្វែងឆ្នាំណាស់មកហើយក្នុងកាលដ៏កន្លងហើយនោះតាមបុរាណអាចារ្យថ្លែងតគ្នាមកថាប្រហែលជារជ្ជកាលនៃព្រះបាទទាវង្សដ៏អស្ចារ្យដែលទ្រង់ឡើងសោយរាជ្យនៅទីក្រុងអង្គរទ្រង់ត្រាស់ប្រាស់ឲ្យជាងស្មិនម្នាក់យកដែកទម្ងន់មួយហាបទៅធ្វើជាព្រះខ័នរាជមួយជាងនោះក៏ទទួលយកទៅធ្វើតាមព្រះរាជបញ្ជាលុះធ្វើតាមស្រេចបាត់ហើយក៏យកទៅថ្វាយព្រះរាជាទ្រង់តូចយល់ព្រះខ័ននោះតូចមិនធួនល្មមដែលធ្វើដែកអស់ទៅមួយហាបសោះទ្រង់ក៏ខ្ញាល់ទ្រង់ចាត់ប្រកាន់ជាងនោះថាដែកអញទាំងហាបទៅធ្វើឥឡូវបានកំបិតពុនស្លាប់មន់មកឲ្យអញតើយកដែកអញទៅធ្វើអ្វីអស់ទៅឮព្រះរាជាខ្ញាល់ដូច្នោះជាងស្មិនភ័យណាស់ក៏ប្រញាប់ក្រាបបង្គំលាដើរទាចេញទៅដោយអូសព្រះខ័ននោះដាក់ខាងមុខចុះក្រោមលុះតាជាងចេញទៅផុតទៅទើបឃើញហេតុអស្ចារ្យគឺតៃលៀងព្រះរងនោះដាច់ចេញពីគ្នាដោយគេកាត់នំចាហួយព្រះករុណាទ្រង់តតឃើញហើយអស្ចារ្យដូច្នោះក៏ប្រាស់អាមាត្យឲ្យទៅតាមជាងស្មិននោះវិញតែតាមមិនទាន់គ្រាន់តែទទួលដំណឹងថាព្រះខ័ននោះជាងស្មិនបានកាត់បាក់ជាពីរហើយបោះទៅក្នុងទន្លេសាបត្រង់កន្លែងប្រសពព្រែកដូចហូរចាក់ទៅស្រុកជីក្រែងព្រះរាជបម្រើនោះតាមទៅទៀតក៏ដឹងថាការជាងស្មិនចេញផុតអំពីទីនោះទៅគាត់បានទៅដល់រោងជាងធ្វើដែកមួយក៏ចូលទៅសុំទឹកគេផឹកគេដងទឹកឲ្យមួយផ្ទើមកឲ្យគាត់ក៏នៅតែថាផឹកមិនឆ្អែតប្រើឲ្យយកក្អមឬខ្វាវទៅដងទឹកមកទៀតទើបផឹកឆ្អែតជាងស្មិននោះប្រាប់ជាងដែកថាកាលណាតាបានផឹកទឹកឆ្អែតហើយចាំតាជួយធ្វើកាំបិតពូថៅឲ្យប៉ុន្តែនៅកន្លែងរោងជាងនោះក៏គ្មានក្អមខ្វាវក៏គ្មានតើបានអ្វីយកទៅដងទឹកជូនតាជាងស្មិនទាបដង្កាប់មកកាន់ហើយសួរជាងដែកថាមួយថ្ងៃពួកឯងធ្វើកាំបិតបានប៉ុន្មានជាងដែកឆ្លើយថាបានមួយឬពីរជាងស្មិនក៏បង្គាប់ថាហើយបើគ្មានអ្វីទេចូលយកជាលនេះទៅដងទឹកឲ្យឆាប់មកចាំតាជួយធ្វើឲ្យបានច្រើនប៉ុន្តែមុននឹងទៅដងទឹកចូលចៅឯងជញ្ជូនដែកឬខ្ជុងទាំងប៉ុន្មានមកចាក់នៅក្នុងឡនេះឲ្យអស់សិនហើយសឹមទៅមេជាងនិងកូនជាងដែកក៏នាំគ្នាធ្វើតាមហើយគិតក្នុងចិត្តថាជីដូនជីតាម៉ែឪអាណាធ្វើដែកហើយដូច្នោះអាចយកជាលទៅដងទឹកមកជាប់ប៉ុន្តែចិត្តចេះតែនឹកថាតែដៃចេះតែធ្វើដោយគិតថាតាមបង្គាប់គាត់ទៅចោលជាប់ទឹកឬមិនជាប់ទឹកគឺស្រេចលើគាត់ចំដែកតែជាងស្មិននោះក៏ប្រាស់ឲ្យកូនជាងខំសាប់ភ្លើងត្រឡើងមិនយូរប៉ុន្មានដែកនឹងខ្ជុងក៏ឆេះភ្លើងរន្ទល់ឯជាងដែកដែរទៅដងទឹកលុះមកដល់កន្លែងវិញដាក់ជាតិចុះពីលើស្មាឃើញទឹកពេញជាលក៏នឹកស្ញាញហើយឆ្ងល់ថាយីជានេះម្ដងនេះក៏ដងទឹកជាប់ដូចដងទឹកនឹងក្អមឬខ្វាវរួចប្រាប់ទៅតាជាងស្មិននោះថាតើខ្ញុំបានដងមកហើយសូមតាពិសាឲ្យឆ្អែតទៅតានោះក៏លឹកទឹកផឹកតល់តែអស់មួយជាលហើយប្រាប់ជាងដែកថាតាធ្វើរបស់ឲ្យចៅបានសព្វគ្រប់ហើយរួចក៏លាចេញទៅមួយរំពេចមេជាងនឹកឆ្ងល់ថាតានេះធ្វើដោយម្ដេចក៏ថាអស់ភ្លាមក៏សួរទៅកូនជាងថាតានោះគាត់ធ្វើដោយម្ដេចខ្លះអំបញ្ញមិញនេះឯងមានមើលគាត់ទេអត់ឃើញធ្វើអ្វីទេឃើញតែប្រើឲ្យខំសាប់ភ្លើងឆេះត្រឡើងដើម្បីគាត់នឹងធ្វើឲ្យបានឆាប់បើបានទឹកផឹកមកហើយគាត់នឹងអាចប្រញាប់លាទៅវិញជាងនោះលឺដូច្នោះមិនចេញស្ដីទេគ្រាន់តែនឹកតូចចិត្តហើយប្រញាប់យកដង្កាប់ទៅកាយដៃចេញក្រែងឆេះខូចអស់ស្រាប់តែវែកខ្ជុងនោះឡើងឃើញសុទ្ធតែប្រដាប់ប្រដាប្រើប្រាស់គ្រប់យ៉ាងមានតាំងពីកាំបិតពូថៅពន្លារហូតដល់រណាដៃស្វានិងដៃខួងពួកជាងនឹកអាចារ្យដូច្នោះក៏ជំនុំគ្នាថាតានឹងប្រហែលជាព្រះពិស្ណុកាទេដឹងបើដូច្នេះយើងរត់ទៅតាមសួរគាត់មើលតើដើម្បីធ្វើនឹងជ័រខ្សែតើគេត្រូវធ្វើដូចម្ដេចថាហើយក៏នាំគ្នារត់ទៅតាមមួយសន្ទុះក្រោយមកមើលមុខគ្នាឃើញតានោះដើរលំក៏ស្រែកហៅឲ្យគាត់ឈប់តែគាត់មិនព្រមឈប់សោះទើបស្រែកសួរពីចម្ងាយថាតាអើយតាយកម្រែខ្សាត់តើគេធ្វើដូចម្ដេចខ្លះអាណិតជួយប្រាប់ខ្ញុំផងតានោះស្រែកប្រាប់មកវិញថាធ្វើដូចខ្មាស់ម៉ាឯងទៅបានហើយ
ឬចម្លើយតែប៉ុណ្ណេះក៏បាត់តានោះទៅរកមើលមិនឃើញពួកជាងនាំគ្នាត្រឡប់មកជំរំវិញហើយនាំគ្នាធ្វើពិសោធន៍តាមពាក្យគាត់ថាក៏យកជើងមរកស័ត្វបានមែនតើប្រាប់គ្នាតរហូតមកនិយាយអំពីព្រះរាជបម្រើដែលស្ដេចប្រើឲ្យតាមរកជាងស្មិនព្រះខ័ននោះលុះតាមរកមិនឃើញបានតែដំណឹងខាងលើក៏យកទៅក្រាបទូលព្រះរាជាទ្រង់ត្រាស់ឲ្យមុជទឹកទន្លេត្រង់កន្លែងដែលបោះព្រះខ័ននោះហើយឲ្យរាវរកឲ្យខានតែឃើញពួកនីមើនក៏កេណ្ឌបណ្ដារាឲ្យចុះរករាវតាមព្រះរាជបំណងគ្រានោះពួកអនេកជនចិនដែលមកនៅក្នុងស្រុកខ្មែរក៏ខំនាំគ្នាចុះរាវរកដែរដើម្បីបំពេញព្រះទ័យព្រះមហាក្សត្រពួកអ្នកចុះរាវរកនោះមានគ្រោះថ្នាក់ដល់ជីវិតជាច្រើនដោយប៉ះពាល់នឹងមុខកំបិតអ្នកខ្លះដាច់ដៃដាច់ជើងដាច់ខ្លួនក៏មានឃើញហើយអាចារ្យដូច្នោះអង្គទូតចិនក៏ជំនុំគ្នានឹងនាម៉ឺនខ្មែរថារឿងនេះបើចេះតែប្រើមនុស្សឲ្យទៅស្លាប់បែបនេះតទៅទៀតឃើញថាមិនសមហេតុផលសោះដូច្នេះសូមឲ្យស្ដេចខ្មែរធ្វើពលិកាបួងសួងឡើងឲ្យយកកំបិតអស្ចារ្យនោះបានកុំឲ្យមានតែគ្រោះថ្នាក់កើតដល់រាជប្រជាតទៅមុខទៀតព្រះមហាក្សត្រខ្មែរក៏ទ្រង់បញ្ជាឲ្យរៀបចំពិធីបួងសួង7យប់7ថ្ងៃរួចទៅប្រាឲ្យចុះរាវរកម្ដងទៀតពួកខ្មែររើបានមួយកំណាត់ខាងដងនៅឯទិសខាងជើងឯពួកចិនក៏រើបានមួយកំណាត់ខាងចុងផ្លែនៅទិសខាងត្បូងទើបសូមអនុញ្ញាតពីស្ដេចខ្មែរដើម្បីយកកំបិតនោះទៅថ្វាយស្ដេចខ្លួនទុកជាអនុស្សាវរីយ៍ព្រះមហាក្សត្រខ្មែរទ្រង់បង្គាប់ឲ្យធ្វើស្រោមដាក់រួចដំកល់លើពីនមាសទុកជាព្រះខ័នរាជដោយតាំងឲ្យហៅថាព្រះកម្មបុត្រស្ដាំព្រោះរកឃើញនៅខាងស្ដាំហើយទ្រង់ចាត់ឲ្យអ្នកថែរក្សាមើលការខុសត្រូវរហូតមកឯអ្នកថែរក្សានោះទ្រង់ក៏ឲ្យរើតែមកដំរីដែលចេះស្ទាត់ខាងពិធីរំងាប់ចង្រៃដំរីជាងមកឯទៀតដូចជារំងាប់ព្រាត់ប្រកាំងសម្រាប់ប្រាតិដំរីជាដើមមកនោះមានឈ្មោះថាមកថាវចនានុក្រមខ្មែរថាមកចាស់ទុំជាមកគ្រូឬជាអធិបតីលើអស់មកដំរីក្នុងពួកឬក្នុងក្រុមមួយមានក៏នាមថាព្រះសត្តពោមានមកពីអ្នកទៀតគឺជាមកស្ដាំនិងមកឆ្វេងហើយនៅឯបនឹងមកធំនោះដែរមកទាំង3អ្នកនេះត្រូវមានសាក់យោធំជាងមកទាំងពួងថែមទាំងត្រូវថែរក្សាព្រះកំបិតស្ដាំតវងត្រកូលផងគឺថែរក្សាតពីឪពុកដល់កូនដល់រាប់ទៅដល់មកក្នុងរជ្ជកាលស្ដេចគន្លង់ខ្លះថារជ្ជកាលព្រះបាទជ័យវរ្ម័នទី7មានបុត្រីក្សត្រមួយអង្គជាបុត្រីដំណើរវង្សអំពីមុនមកមានរូបឆោមលំពណ៌ល្អគួរជាទីគប់ចាប់ចិត្តស្ដេចគន្លង់នោះចង់បាននាងតែនាងមិនព្រមស្រឡាញ់ហើយភ័យខ្លាចស្ដេចនោះធ្វើមិនគប្បីលើរូបរាងកាយនាងក៏នាំបរិវារចាក់ចេញពីកន្លែងនោះនៅវេលាធ្វើដំណើរមកនោះមានសេនាធិបតីម្នាក់ជាចក្រីនិងមានលោកចៅអធិការវត្តព្រំរតព្រះនាមកែវព្រមទាំងបរិវារដទៃទៀតជាច្រើនហើយតាមមកជាមួយផងមកដល់ភ្នំទំលាយក៏នាំគ្នាតម្រង់ទៅភ្នំកោះថ្មកែវក៏នាំគ្នាតម្រង់ទៅភ្នំថ្មកែវមកដល់កន្លែងលើភ្នំនោះជាកន្លែងដាច់ស្រយាលពិបាកនឹងរកទឹកផឹកណាស់តែលោកចក្រីនោះឆ្លាតក៏ចាត់ទាហានឲ្យដារកឃើញអណ្ដឹងទឹកមួយក៏ប្រើឲ្យគ្របលាក់កុំឲ្យអ្នកណាមាត់ឲ្យសោះបន្តិចក្រោយមកព្រះនាងអស់ព្រះកាយពលក៏ទ្រង់បញ្ជាឲ្យឈប់ហើយចាត់សេនាមាត្យឲ្យទៅរកទឹកមកថ្វាយតែគ្មាននរណារកទឹកបានសោះអ្នកបម្រើចេញទៅតាមបង្គាប់ព្រះនាងក៏ត្រឡប់មកវិញទទេស្រេកទឹកខ្លាំងណាស់ព្រះនាងក៏បញ្ចេញវិចារថាបើលោកឯណារកទឹកមកឲ្យខ្ញុំផឹកបានខ្ញុំនឹងទទួលយកមកធ្វើជាប្តី
លោកមន្ត្រីឮដូច្នោះក៏មានសេចក្តីត្រេកអរឥតឧបមាដោយត្រូវតាមបំណងដែលខ្លួនគិតទុកក៏ចេះតែធ្វើរឹកអង្អែលរេរាចាត់អ្នកនោះម្ដងលុះនាងពោពីដដែលនោះគម្រប់3ដងយ៉ាងពេញវគ្គតើបមន្ត្រីនោះនាំពោសេនាចេញទៅដងទឹកនោះមកថ្វាយព្រះនាងហើយថ្លែងរៀបរាប់អំពីការដែលខ្លួនខំខ្នះខ្នែងទៅរកទឹកមកថ្វាយឲ្យនាងឲ្យបានអណ្ដូងថ្មនោះអ្នកស្រុកសន្មតថាអណ្ដូងចក្រីជាប់រហូតមកអណ្ដូងនោះស្ថិតនៅពាក់កណ្ដាលផ្លូវពីភូមិគំនុំទៅភូមិទំលាយក្នុងឃុំខ្ចាំស្រុកភ្នំក្រវាញតែតាមរឿងដំណើរថាលោកចក្រីនោះស្រឡាញ់ក្សត្រីនោះពុំបានទេព្រោះនាងដឹងកលល្បិចអាក្រក់ក៏ការសេចក្តីគុំគួនគំនុំទៅជាប់ជាភូមិមួយឈ្មោះថាភូមិគំនុំហើយคล้ายមកជាភូមិគំនុំវិញឯភូមិទំលាយដែលជាប់មកពីអំពីការដើរកាត់ធ្លាយពីម្ខាងទៅម្ខាងក៏คล้ายទៅជាភូមិទំលាយវិញចំណែកឯពួកមកថាដែលព្រះបិតាព្រះនាងតែងតាំងឡើងនោះពុំបានទៅតាមព្រះនាងទេតែនាំគ្នាអាស្រ័យទៅនឹងភូមិស្ដៅភូមិត្រាយពងរលនៅឃុំរកានស្រុកភ្នំក្រវាញវិញក្នុងឃុំរកានស្រុកភ្នំក្រវាញរាល់ឆ្នាំតែដល់ខែពិសាខមកថាតែងប្រជុំជាមួយមកទាំងឡាយរាល់ឆ្នាំដែលដល់ខែពិសាខមកថាតែងតែប្រជុំជាមួយមកទាំងឡាយឲ្យធ្វើពិធីហូតព្រះកំបិតស្ដាំដើម្បីមើលហេតុភេទក្នុងនគរឯព្រះកំបិតស្ដាំនោះមានដំណឹងថាគេអត់ຕົកនៅលើផ្ទះមកថៅទេគេຕົកលើអាស្រមមួយនៅទិសបូឬនៅទិសឦសានផ្ទះមកថៅតម្កល់នៅជាភូមិជាមួយនឹងរបស់ឯទៀតជាបរិវារមានត្រាស្នែងសម្រាប់ផ្លុំ8ឬក៏ស្នែងធំមួយគូស្នែងក្របីទំរើមួយគូស្នែងក្របីស្ទៀវមួយគូនិងសម្បកខ្យងហ៊ានមួយគូកាលណាគេរៀបចំប្រដាប់បូជាស្រេចហើយទើបគេទៅនាំព្រះកំបិតស្ដាំនោះមកតម្កល់នៅក្នុងរោងពិធី